ចាប់ផ្ដើមនៅពេលនេះមកជាមួយនឹងមេឃកំពុងតែភ្លៀងយ៉ាងខ្លាំងនៅក្នុងសំណាក់មួយយើងក៏បានឃើញនៅបុរសម្នាក់កំពុងតែកោតត្រទាំងពិបាកចិត្តស្របពេលនោះគាត់ក៏បាននិយាយទៅកាន់មនុស្សដែលបានបង្ហាញខ្លួនថាទីបំផុតលោកនៅតែរកខ្ញុំឃើញមនុស្សហាត់ក៏បានមិននិយាយច្រើនឡើយដកដៃរួចក៏បានកាប់សម្លាប់គាត់នៅយប់នោះទៅបន្ទាប់មកសាច់រឿងក៏បានកម្មមកដល់ពេលព្រឹកស្ថិតនៅក្នុងវិមាននេះដដែលមានមនុស្សបានងើយឆ្ងល់ហើយថាលោកម្ចាស់ហូបានធ្វើឲ្យនរណាអាក់អន់ចិត្តទៅបានគេសម្លាប់គាត់ដល់ហើយនៅក្នុងសំណាក់វិញក៏មាននៅលោកម្ចាស់យីចៅកំពុងតែសួរទៅកាន់លោកគ្រូវាងតើស្ថានភាពសោកសៅយ៉ាងម៉េចហើយព្រោះគាត់ក៏ថាទៅបានរំលឹកថាថ្នាក់លើបានឲ្យគាត់ស៊ើបអង្កេតនៅរឿងនេះក្នុងរយៈពេល3ថ្ងៃលឿងចាំពូវាងក៏បានប្រាប់តាមការពិនិត្យរបស់គាត់គ្មានតម្រុយណាមួយដែលគេស្លាប់ដោយសារជំងឺអ្វីនោះទេដូច្នេះគេមិនថាស្លាប់ដោយសារតែអ្នកវឹកហាត់អមតៈប៉ុណ្ណោះឬដូច្នេះលោកម្ចាស់ចៅក៏បន្តបានចឹងគ្មានអ្វីពាក់ព័ន្ធជាមួយនឹងខ្ញុំទេរឿងក្នុងពិភពគុណទុកឲ្យពិភពគុណជាអ្នកដោះស្រាយចោះហើយតាមអ្វីដែលគាត់ដឹងសមាជិកក្នុងវិមានមីងហុងក៏បានបង្ហាញខ្លួននៅទីនេះដែរពូវាងក៏បានរំលឹកនៅឈ្មោះមីងហុងយីចៅក៏បានបន្តបាក់សៃស្លាប់ដោយសារតែស្វែងរកអាហារមនុស្សស្លាប់ដោយសារតែទ្រព្យសម្បត្តិពួកគេទាំងអស់គ្នាស្ទើរតែជាអ្នកវឹកហាត់ការសម្លាប់គ្នាដោយសារតែទ្រព្យសម្បត្តិជារឿងធម្មតាទេលឿងចាំពូវាងក៏សួរតើមនុស្សម្នាក់នេះងាយស្រួលស្វែងរកឬអត់យីចៅញញឹមបន្តិចក៏បានប្រាប់ថាពេលនេះគេនឹងទៅភោជនីយដ្ឋានរបស់លោកម្ចាស់ស៊ូដើម្បីស៊ើបអង្កេតបន្ទាប់មកសាច់រឿងក៏បានកម្មមកដល់ភោជនីយដ្ឋានមួយបរិមម្នាក់ក៏បានបោះប្រាក់ទៅឲ្យតុងទីងហើយគេគឺជាមនុស្សដែលមកពីវិមានខ្យល់ចាងយូតុងទីងក៏សួរទៅកាន់គេតើប្រាក់នេះរកបានដោយវិធីត្រឹមត្រូវដែរឬអត់គេក៏ប្រាប់ថាប្រកាសណាស់គ្មានអ្វីដែលវិមានខ្យល់របស់ខ្ញុំធ្វើមិនបាននោះទេហើយពេលនេះឆាងអានលូយ៉ាងមិននៅទីនេះទេអ្នកអាចលាក់ខ្លួននៅក្នុងទីក្រុងយីចៅនេះបានអេដមិនច្រឡំថាប៉ែមុនជាយីចៅតាមពិតទៅគេជាម្ចាស់ក្រុងយីចៅនេះហើយពេលនេះតុងទីងបានធ្វើការឲ្យវិមានមីងហុងយកប្រាក់ដើម្បីស្វែងរកលោកគ្រូរបស់គាត់ចាងយូក៏បានសួរគាត់ខំធ្វើការបែបនេះដើម្បីតែស្វែងរកលោកគ្រូតើវាមានតម្លៃដែរទេគេសួរទៅដែរទៅប៉ែច្រើនពេកនឹងតុងទីងក៏បានស្រែកយ៉ាងខ្លាំងថាខ្ញុំចង់បានជីវិតគាត់ដល់បែបនេះចាងយូក៏បានចាស់ចេញលាទៅកាន់អ្នកគ្រប់គ្នាប្រាប់ថាបើមានបញ្ហាអ្វីនោះអាចត្រូវគេបានរួចក៏បាននិយាយអួតអំពីវិមានខ្យល់របស់គេបន្ទាប់មកក៏ប្រាប់ប្រាប់លបឿនលឿនចាស់ចេញកាលណាពេលនោះយើងក៏បានឃើញនៅមនុស្សមួយក្រុមនេះកំពុងតែមើលមុខគ្នាសញ្ញោដាក់គ្នារួចអាពេលនេះក៏បានធ្វើជាផឹកស្រាស្វឹងដើរសម្ដៅទៅរកតុងទីងរួចគេក៏បានធ្វើជាដួលទៅលើតុចុកស្រាបាំងប្រាក់របស់តុងទីងរីឯម្នាក់ទៀតក៏បានធ្វើជាដើរមកបុកតុងទីងឆ្លៀតឱកាសក៏បានលួចយកប្រាក់របស់គាត់បានប្រាក់រួចក៏បានសុំទោសតុងទីងដើរចាស់ចេញកាលណាពេលដែលគេកំពុងតែដើរបោះថងប្រាក់ញញឹមដោយភាពជឿជាក់នោះក្របរួចមួយក៏បានហោះមកតុងទីងក៏បាននិយាយទៅកាន់គេខ្ញុំមិនមកពួកឯងគិតថាខ្ញុំទុនខ្សោយមែនទេស្របពេលដែលអ្នកទាំង3បាននៅពេលប្រហារគាត់នោះតុងទីងក៏បានគិតក្នុងចិត្តថាអស់រយៈពេល10ឆ្នាំមកនេះគាត់មិនដែលប្រើប្រាស់បច្ចេកទេសចេញពីនិកាយណាមួយឡើយហើយចាប់តាំងពីពេលនោះមកគាត់ក៏មិនដែលបានចាត់ការទៅលើមនុស្សអាក្រក់ទៀតដែរក្តីសម័យរបស់ខ្ញុំតាំងពីតូចចង់ខ្លាចទៅជាមនុស្សដែលមានឥទ្ធិពលក្នុងពិភពគុណក៏ប៉ុន្តែឥឡូវនេះខ្ញុំបែរជាពឹងផ្អែកទៅលើការចាប់ចោលតូចតាចនៅក្នុងទីក្រុងដើម្បីរកប្រាក់ទៅវិញបន្ទាប់មកគាត់ក៏បានប៊ូលីទៅកាន់ចោលទាំង3នាក់នេះថាពិតជាទុនខ្សោយមិនស័ក្តិសមសម្រាប់គេប្រកាសចាប់នៅឡើយលឿងចឹងហើយពេលមកក៏មកស្ទុះទៅកាប់តុងទីងគាត់ក៏បានហត់លោតទៅកាន់តុមួយទៀតរីឯម្ចាស់ហាងក៏ព្យាយាមគាត់ទៅកាន់ពួកគេតែក៏ត្រូវបានក្រុមចោលវ៉ែដេកដល់ឡែកតុងទីងនេះវិញក៏នៅតែបន្តហក់កិច្ចគាត់ក៏បានយកតុបុកមុខឲ្យប៉ែម៉ាប់ឲ្យរបួសស្រាប់ពេលនឹងដែរក៏មាននៅចោលម្នាក់យកកំបិតគប់មកកាន់គាត់តុងទីងក៏យកក្អមស្រាមកតុបរងធ្វើវាបានឃ្លាតចំជើងចោលម្នាក់ទៀតប៉ុន្តែជឿចាប់មិនទាន់គ្រប់គ្រាន់ផងតុងទីងក៏បានមកជន់ពីលើបន្ថែមគេក៏បានស្រែកឡើងចង់បែកសលេងរីឯតុងទីងនេះវិញក៏នៅតែបន្តកិច្ចឡើងទៅខាងលើក្រុមចោលក៏មិនឲ្យចាញ់ចិត្តដូចគ្នាឡើងទៅតាមគាត់តែម្ដងក៏បាត់តុងទីងបាត់ទៅហើយស្របពេលនោះកូមនេះក៏បានវិលមកយើងក៏បានឃើញតុងទីងកំពុងតែតោងគាត់ក៏ព្យាយាមរំកិលទៅម្ខាងទៀតរីឯនៅម្ខាងទៀតក៏មានមនុស្សវិលចុះវិលឡើងក៏ត្រូវបានប្រមាប់ចាប់បានមិនចាំយូរក៏បានគប់ទៅតែមិនត្រូវតុងទីងទេក៏ត្រូវគ្នាឯងទៅវិញដល់ឡែកតុងទីងវិញក៏មិនរួចខ្លួនដូចគ្នាកូមដែលគាត់កំពុងតែតោងនោះក៏បានបាក់ធ្លាក់ចុះមកម្ចាស់ហាងឃើញចឹងក៏យំហើយស្រែកប្រាប់កុំឲ្យគេរត់គេសោះកាលណាពេលនឹងដែរក៏មាននៅចាស់ម្នាក់បានលួចបីឆ្មក់តុងទីងគាត់ក៏បានគេចផុតបានតែស្ទើរតែប្រាស់ក្បាច់គុណក្នុងនិកាយមួយបាត់ទៅហើយភ្លាមចោលក៏បានវាយប្រហារគាត់ម្ដងទៀតគាត់ក៏ព្យាយាមរត់គេចហើយពេលនេះមិនមែនមានតែក្រុមចោលទេដែលដេញតាមគាត់សម្បីតែគ្នាម្ចាស់ហាងក៏ដេញតាមគាត់ដែរតុងទីងក៏បានរត់ទៅយកជើងជន់ទៅកាន់ឈើពេញទំហឹងបណ្ដោយវាប្រេះកាលណាពេលដែលពួកគេបានដេញតាមគាត់នោះឈើដែលខាងក្រោមក៏បានប្រេះបែកធ្លាក់ចុះទាំងអស់គ្នារីឯតុងទីងក៏បានទៅយកប្រាក់របស់គាត់ឲ្យទៅកាន់ម្ចាស់ហាងប្រាប់ថានេះគឺជាថ្លៃខូចខាតតែមិនទាន់បានដើរចាស់ចេញផងក៏ស្រាប់តែកូនមួយបានធ្លាក់មកចំគាត់បាត់ទៅហើយស្របពេលនឹងដែរយើងក៏បានឃើញនារី2នាក់បានបង្ហាញខ្លួនអមទៅដោយវត្តមានម្ចាស់ក្រុងគាត់ក៏បានមកសួរតុងទីងថាគេគឺជាសមាជិកវិមានមីងហុងឆឹងតុងទីងមែនទេបន្ទាប់មកសាច់រឿងក៏បានកម្មមកដល់សំណាក់ហ៊ូយីនៅនេះវិញតុងទីងក៏ត្រូវបានគាត់នាំមកឲ្យពិនិត្យសាកសពមួយនេះតែបន្តិចតុងទីងក៏ដឹងហើយថាគេត្រូវបានមនុស្សកាប់ពីក្រោយនៅពេលដែលគាត់បានប៉ះទៅលើខ្នងរបស់គេពិតជាដោយអ្វីដែលគាត់បាននិយាយមែនព្រោះក៏បានកលេចទៅមើលជុំវិញទីនេះឃើញនៅដើមមួយគាត់ក៏គិតហើយថាបច្ចេកទេសមួយនេះដូចជាធ្លាប់ស្គាល់ពេលនេះគាត់ក៏ដឹងទៀតថាគេក៏បានប្រើដៃឆ្វេងដើម្បីសម្លាប់គាត់ល្បឿនដៃរបស់គេលឿនដូចភ្នែកបន្ទោកាត់សូត្រខាងឆ្វេងរបស់គាត់ភ្លាមបច្ចេកទេសសម្លាប់ដ៏ល្អឥតខ្ចោះបែបនេះអ្នកពិនិត្យធម្មតាគឺមិនអាចរកឃើញទេលើពីនេះទៅទៀតអាចកាប់គាត់ដោយបាយខ្នងបែបនេះក៏មានន័យថាពួកគេគឺស្គាល់គ្នាហើយគាត់ក៏មានអារម្មណ៍អ្វីចម្លែកមនុស្សដែលមានឥទ្ធិពលខ្លាំងក្លាបែបនេះមិនបានជាមកសម្លាប់អ្នកមានតូចតែអញ្ចឹងដោយមានការសង្ស័យក៏បានបំបែកសាកសពរបស់គេមកមើលភ្លាមបានចាប់អារម្មណ៍អ្វីចម្លែកលើមុខរបស់គាត់
បកមកមើលនេះគ្រាន់តែជាមុខคล้ายៗប៉ុណ្ណោះពេលនេះតុងទីងគាត់ភ្ញាក់ផ្អើលចង់ដាច់ផ្កាទៅក្រោយព្រោះតែម្នាក់នេះគឺជាគ្រូរបស់គាត់មូធានហួរឃើញចឹងម្ចាស់ក្រុងក៏ដឹងហើយថានេះគឺជាបច្ចេកទេសបន្លំខ្លួនរីឯតុងទីងក៏បានប្រាប់គាត់ថាខ្លួនចង់នៅម្នាក់ឯងដល់បែបនេះគាត់ក៏បានចាស់ចេញដល់ហើយតុងទីងវិញក៏បានលិតជង្គង់ចំពោះមុខលោកគ្រូចាប់តាំងពីភូមិភាគខាងលិចមកសមុទ្រខាងកើតពីហ៊ូជៀនទៅហៃណានគេឈ្មោះរបស់លោកបានល្បីរន្ទឺពីពេញពិភពគុនទាំងមូលតែលោកគ្រូគិតថាមិនលាក់ខ្លួននៅក្នុងទីក្រុងយីជៅនេះគេរកមិនឃើញលោកគ្រូហើយមែនទេ10ឆ្នាំមកនេះតើលោកដឹងទេខ្ញុំឆ្លងកាត់វាដោយរបៀបណាតែបើទោះបីជាគាត់និយាយបែបនេះមែនក៏នៅតែបិទភ្នែកលោកគ្រូប្រាប់ឲ្យគាត់ទៅកាន់សុគតិភពចុះតែស្របពេលនោះក៏បានលើសំឡេងមនុស្សបាននិយាយមកហើយថាអ្នកដែលបានសម្លាប់គាត់គឺកាន់ដៃនៅដៃខាងស្ដាំតុងទីងក៏មានការភ្ញាក់ផ្អើលសួរបញ្ជាក់តែគេក៏នៅតែប្រាប់ថាត្រឹមត្រូវហើយចង់ដើរទៅមុខបន្តតែក៏អស់ព្រមចឹងហើយក៏មានតែលោតឲ្យកូនចៅទីងទៅមុខបន្តបន្ទាប់ពីមកដល់ចំពោះមុខតុងទីងក៏បានបញ្យល់បន្ថែមថាបើគេតកមានចំណេញដើរនៅដៃខាងឆ្វេងនោះគាត់គួរតែយកដើរនៅដៃខាងស្ដាំដៃឆ្វេងដកដើរចេញដៃស្ដាំគួរតែកវែងស្រោមចោលដូច្នេះហើយស្រោមដើរគួរតែនៅខាងស្ដាំក៏ប៉ុន្តែឥឡូវនេះស្រោមដើរគឺនៅខាងឆ្វេងនេះក៏បង្ហាញថាគេតកគឺមានចំណេញដៃស្ដាំតែស្នាមរបស់គាត់គឺជាដើរខាងឆ្វេងដូច្នេះតាមស្ថានភាពនៅពេលនោះពួកគេគួរតែបានប្រយុទ្ធជាមួយនឹងគ្នាអស់ជាច្រើនស្នៀតព្រមមកនិយាយបណ្ដាក៏បានឆោតញញឹមដោយភាពជឿជាក់រីឯការប្រយុទ្ធដែលគេបាននិយាយឡើងមកនោះគេក៏មិនមែនជាដៃគូរបស់ធានហួរនោះទេចុងក្រោយក៏ត្រូវបានធានហួរវាយអកទៀតគាត់មករងនឹងដកស្រោមមុខរបស់គេចេញតែមិនថាយ៉ាងណាគេក៏នៅតែអាចហក់គេចផុតស្ទុំមកជើងលឿនម្ដងទៀតខ្វាយទៅកាន់គាត់ស្លាប់មួយរំពេចមកដល់ត្រឹមនេះតុងទីងក៏ប្រាប់ឲ្យគេចាំបន្តិចឯនិយាយអ្វីមុននេះព្រោះមកក៏តទៅវិញខ្ញុំបាននិយាយថាគេក៏បានប្រើប្រាស់ដៃស្ដាំតែតុងទីងមិនបានសម្ដៅលើឬនេះទេអំបញ្ញមិញគេហៅធានហួរថាជាលោកម្ចាស់ព្រោះមកក៏បានណែនាំខ្លួនគេគឺមានឈ្មោះថាជូបៃឈូមកពីគ្រួសារជូឪពុករបស់គេគឺជាអ្នកមានបំផុតនៅទីនេះហើយលោកគ្រូធានហួរបានយកខ្ញុំធ្វើជាសិស្សអត់រយៈពេល10ឆ្នាំមកហើយតុងទីងយកផ្លាកនោះមកមើលហើយក៏មានន័យថាឯងគឺជាសិស្សប្អូនរបស់ខ្ញុំបន្ទាប់មកអ្នកទាំងពីរក៏បានយកសាកសពលោកគ្រូទៅបញ្ចុះបៃឈូក៏ងឿងឆ្ងល់សួរសិស្សច្បងកប់គាត់បែបនេះមែនទេសម្បីតែពិធីដំបូងក៏មិនបានរៀបចំដែរតុងទីងក៏បានតទៅកាន់សិស្សប្អូនវិញអ្នកវឹកហាត់ដូចពួកយើងមិនចាំបាច់ធ្វើរឿងទាំងអស់នេះទេមិនចាំបាច់ធ្វើរឿងទាំងអស់នេះចុះមិនបានជាសិស្សច្បងពាក់សម្លៀកបំពាក់កាន់តុងចឹងតុងទីងក៏បានប្រាប់ដោយសារតែគាត់គឺជាគ្រូរបស់ខ្ញុំដែលឃើញប្រុសមកនៅតែងឿងឆ្ងល់តុងទីងក៏បានប្រាប់ដោយវិធីនេះគាត់នឹងក្លាយជាគ្រូរបស់ខ្ញុំជារៀងរហូតលឿនចឹងឈៀងតុងគេក៏បានយំយ៉ាងខ្លាំងហៅថាប្រពន្ធវិលវិញមកម្ចាស់ថ្លៃឃើញគេហៅប្រពន្ធបែបនេះតុងទីងក៏មុំម៉ៅស្ដីឲ្យលោកគ្រូរបស់គាត់អាម៉េចបានជាដល់ថ្នាក់នឹងហើយបន្ទាប់មកគឺយកនៅប៉ែនៃបរោនៅកំទេចភ្នូររបស់លោកគ្រូបៃឈូក៏មកព្យាយាមបកស្រាយថានេះគឺជាការយល់ច្រឡំទេខ្ញុំមិនបានស្រែកហៅលោកគ្រូទេខ្ញុំស្រែកហៅប្រពន្ធរបស់ខ្ញុំតែពេលនេះតុងទីងគាត់ស្ដាប់មិនចូលនៅឡើយបរោនៅកំទេចទៅហើយបៃឈូក៏បានប្រើនៅស្ទេម្យ៉ាងចុចទៅលើរាងកាយរបស់តុងទីងចូលទៅក្នុងសរសៃឈាមបណ្ដាឲ្យរាងកាយរបស់គាត់គៀងស្គប់នៅមួយកន្លែងរួចបៃឈូក៏បានរំលឹកប្រាប់កាលពី10ឆ្នាំមុនគេជាសិស្សបកាយគណិតវិទ្យានៅក្នុងទីក្រុងលីងណានជាមួយនឹងទេពកោសល្យរបស់ខ្ញុំក៏ទទួលមរតកអាជីវកម្មពីគ្រួសារមិនយូរប៉ុន្មានខ្ញុំក៏បានរៀបការជាមួយនឹងកូនស្រីតកូលូមកពីជាងណានបន្ទាប់ពីខ្ញុំមិនឃើញឈើតងខ្ញុំក៏ដឹងហើយថានេះគឺជាស្នេហ៍ពិតក្នុងជីវិតរបស់ខ្ញុំតែលោកគ្រូគាត់ក៏មាននៅកម្រងផ្សេងទៀតសម្រាប់គាត់ចង់ខ្ញុំរៀននៅបច្ចេកទេសថ្មីរបស់គាត់ខ្ញុំមិនចាប់អារម្មណ៍ទៅលើការហាត់កូនទេដូច្នេះគាត់ក៏បានបង្រៀននៅស្និតពលឺទៅកាន់ប្រពន្ធរបស់ខ្ញុំដោយសម្ងាត់ហើយស្និតពលឺនេះនៅពេលមុនខ្ញុំបាននិយាយថាជាស្និតដើរទៅលេបផ្កាយតែវាមិនមែនទេយ៉ាងណាក៏នៅតែផ្នែកមួយនៃស្និតពលឺដូចគ្នាចូលទៅកាន់សាច់រឿងរបស់យើងវិញបន្ទាប់ពីជាតងរៀនចេះនៅស្និតពលឺនេះហើយនាងក៏បានចាស់ចេញពីផ្ទះដំណើរការរៀបរាប់របស់គេតុងទីងក៏ដឹងហើយថានេះគឺជាស្នេហ៍របស់លោកគ្រូពិតមែនបន្ទាប់មកសាច់រឿងក៏បានកាត់មកដល់សារអនុវត្តច្បាប់វិញលោកម្ចាស់គាត់ក៏បាននិយាយតែម្នាក់ឯងមូធានហួរអើយមូធានហួរឯងស្លាប់បែបនេះពិតជាងាយស្រួលពេកហើយដល់ហើយព្រះយាយមើលរងក៏បានញញឹមគប់នៅកំពីក្បាច់កូនមូធានហួរទៅជាប់នឹងជាងបន្ទាប់មកសាច់រឿងក៏បានកាត់ស្ដាត់លើកំពូលភ្នំមួយយើងក៏បានឃើញដួនតេមិនទាន់ស្លាប់ទេពេលនេះគេក៏បានប្រឈមមុខជាមួយនឹងមនុស្សដែលស្ថិតនៅក្នុងសំណាក់ធានសានដែលជាសំណាក់អនុវត្តច្បាប់ឃើញថាដួនតេពេលនេះក៏បានចាត់ការទៅលើពីរអ្នកនេះបានសម្រេចបាត់ហើយកូនចៅរបស់គេក៏បានស្ងាត់ដួនតេក៏និយាយទៅកាន់អ្នកយាមម្នាក់នោះមានសមត្ថភាពតិចតួចចុះមកចាប់ខ្ញុំផងពួកឯងមើលងាយខ្ញុំពេកហើយនិយាយរួចក៏បានចាក់សម្លាប់ទៅកាន់អ្នកយាមម្នាក់នោះបាត់ទៅដល់ហើយអ្នកយាមដទៃទៀតក៏បាននិយាយហើយថាដួនតេបានសម្លាប់សមាជិកនៅក្នុងសារអនុវត្តច្បាប់អស់ជាច្រើនអ្នកឧក្រិដ្ឋកម្មមួយនេះគឺមិនអាចលើកលែងបានទេថ្ងៃនេះខ្ញុំនឹងនាំពួកឯងទៅកាត់ទោសឲ្យបានគណៈពេលដែលពួកគេបានសម្រុកមកនោះដួនតេក៏នៅតែបោះពីសម្ដីខ្ញុំចោទសម្លាប់មនុស្សពួកឯងអាចខត់ខ្ញុំបានទេបន្ទាប់មកគេក៏បានកាប់សម្លាប់ទៅកាន់អ្នកយាមទាំងអស់នេះដោយមិនប្រណីដៃអ្នកយាមទាំងអស់នេះចូលមកហាក់បីដូចជាចូលឲ្យដួនតេសម្លាប់អញ្ចឹងក្រោយពីសម្លាប់ទៅកាន់ពួកគេរួចដួនតេក៏បានកាច់កោដោយភាពជឿជាក់ភ្លាមក៏បានចាប់អារម្មណ៍អ្វីចម្លែកនៅក្នុងព្រៃឯងជាអ្នកណាឆាប់បង្ហាញខ្លួនមកបើ
យើងក៏លេចទៅមើលនៅក្នុងព្រៃក៏បានឃើញនៅសមមនុស្សម្នាក់បានដើរចេញមកណែនាំខ្លួនថាជាថៃសាំងសមាជិកទី36នៅក្នុងវិមានដែររួចក៏បានរំលឹកទៅកាន់ដូនតេងថាពី10ឆ្នាំមុនគេត្រូវបានមនុស្សម្នាក់ដែលប្រើប្រាស់ស្នេហ៍ដើរទន្លេផ្កាយកម្ចាត់បានក្រោយពីបានឃើញមុខមាត់របស់គេដូនតេងក៏បានភ្ញាក់ផ្អើលនេះគឺជាដើរទម្លុះមេឃស្ដេចស្រមោលឋានសួគ៌តែហាងក៏បានបន្តអស់រយៈពេល10ឆ្នាំមុននេះស្នេហ៍ដើរទន្លេផ្កាយបានល្បីរន្ទឺពីពេញពិភពគុនទាំងមូលដូនតេងមិនចង់ស្ដាប់អ្វីទៀតនោះឡើយក៏បានបញ្ជាកូនចៅឲ្យទៅវាយប្រហារគេតែហាងក៏បានទប់ទល់ញញឹមដោយភាពជឿជាក់អ្នកទាំងអស់គ្នានេះមិនមែនជាដៃគូរបស់គេឡើយគណៈពេលនោះក៏មានអ្នកចាស់ម្នាក់បានលួចវាយប្រហារគាត់តែក៏ត្រូវបានគាត់ចាប់បានចាក់សម្លាប់គេបាត់ទៅឃើញចឹងដូនតេងក៏បានចេញមកវិញម្ដងថៃហាងក៏បានដកដៃរបស់គាត់ទប់ទល់កាប់ចូលទៅមួយទំហឹងរួចក៏បានចាក់ចូលទៅពេញទំហឹងផ្ទុះសាយភីនៅចំហាយធម្មពលដូនតេងគេក៏រត់ទៅមកយ៉ាងខ្លាំងឯបានរំលឹកអំពីអតីតកាលរបស់យើងចឹងហើយគួរតែស្លាប់នៅទីនេះទៅនិយាយរួចក៏បានសម្លឹកចូលកាប់ចុះកាប់ឡើងតែក៏នៅតែមិនត្រូវរីឯតៃហាងគាត់មិនចូលចិត្តលេងសើចនៅឡើយកាប់គេឲ្យទៀតហើយទាត់មួយជើងបន្ថែមបន្ទាប់មកតៃហាងក៏បានស្ទុំមកសាជាថ្មីម្ដងទៀតពេលនេះដូនតេងហាក់បីដូចជាបានឃើញស្មោះតុងទីងនិយាយថា10ឆ្នាំមុនខ្ញុំមិនអាចសម្លាប់ក្មេងម្នាក់នោះបានតែថ្ងៃនេះខ្ញុំនឹងសម្លាប់ឯងឃើញគេអាចទប់ទល់បាននិយាយដោយភាពជឿជាក់បែបនេះថៃហាងក៏បានប្រាប់ថាខ្ញុំមិនមែនជាអ្នកចាញ់នោះទេទន្ទឹមនឹងនោះយើងក៏បានឃើញនៅពស់មួយបានវាចេញអំពីដៃរបស់គេមកចឹកទៅលើកដូនតេងហើយពេលនេះដូនតេងគ្មានសមត្ថភាពអាចទប់ទល់ជាមួយនឹងគេបានទៀតទេបន្ទាប់មកសាច់រឿងក៏បានកាប់មកដល់ពេលព្រឹកដូនតេងក៏ត្រូវបានគេចាប់ខ្លួនថៃហាងក៏បានប្រាប់ដូនតេងឲ្យនៅស្ងៀមបន្ទាប់ពីទៅដល់រាជវាំងខ្ញុំនឹងទុករាងកាយរបស់ឯងនៅដដែលស្របពេលដែលពួកគេកំពុងតែធ្វើដំណើរយើងក៏បានឃើញនៅមនុស្សម្នាក់បានឆោមមើលពួកគេពីខាងលើថៃហាងក៏ចាប់អារម្មណ៍ដឹងនិយាយទៅកាន់សិស្សប្អូនឈីងខានជួបគ្នាយូរហើយតែឈីងយឺតក៏បានតទៅវិញរំលឹកប្រាប់កាលពីមួយឆ្នាំមុនគេបានសម្លាប់ទៅកាន់សមាជិកក្នុងវិមានធានសានកុំហៅខ្ញុំថាជាសិស្សប្អូនលោកមិនមានសិទ្ធិទេដោយបែបនេះគេក៏បានរំលឹកទៅដល់ការប្រកួតដើរលូយ៉ាងខិតជិតមកដល់ហើយបើតាមអ្វីដែលគេដឹងសិស្សច្បងលៀនក៏បានចូលរួមនៅការប្រកួតមួយនេះដែរខ្ញុំគិតថានាងគួរទៅចូលរួមដែរទៅវានឹងធ្វើឲ្យការប្រកួតដើរលូយ៉ាងកាន់តែរំភើបតែឈីងយឺតមិនបានខ្វល់អំពីពាក្យសម្ដីរបស់គេឡើយនិយាយថាសមាជិកនៅក្នុងសាលអនុវត្តច្បាប់ដែលបានស្គាល់អំពីស្នេហ៍ដើរទន្លេផ្កាយត្រូវបានសម្លាប់ម្ដងហើយម្ដងទៀតលោតចូលមកដល់ខាងក្រោមហើយក៏ប្រាប់គេឲ្យប្រកួតឃាតករមកលើដូច្នេះក៏វាយទៅកាន់ដូនតេងប្រាប់កាន់នាងវិញថារាជវាំងបានចាប់ខ្លួនដូនតេងរួចទៅហើយតែបើទោះបីជាបែបនេះឈីងយឺនក៏នៅតែមិនស្ដាប់ដកដើរពោពេញទៅដល់ចំហាយធម្មពលតទៅវិញការបាត់បង់របស់សំណាក់អនុវត្តច្បាប់ធានសានខ្ញុំត្រូវតែយកមកវិញឲ្យបានដល់បែបនេះគេក៏ចង់ដឹងដែរថាសំណាក់ធានសានអាចយកវាបានដែរឬអត់ខ្ញុំក៏ចង់ឃើញថាស្នេហ៍ដើរទន្លេផ្កាយខ្លាំងៗប៉ុណ្ណាទៅបន្ទាប់មកអ្នកទាំងពីរក៏បានដើរទៅរកគ្នាពោពេញទៅដល់ចំហាយនៃធម្មពលផ្ទុះឡើងយ៉ាងខ្លាំងក្លាដោយសារតែដើរយូរពេកក៏បានរត់ចូលវិញម្ដងអ្នកទាំងពីរក៏បានកាប់គ្នាចុះឡើងឃើញថាសមត្ថភាពរបស់ពួកគេប្រហាក់ប្រហែលគ្នាអាចទប់ទល់បានរៀងៗខ្លួនកាប់ចុះទៅម្ដងទៀតអ្នកទាំងពីរក៏បានខ្ទេចទៅក្រោយតែឈឹងយឿនក៏នៅតែសម្រុកចូលថៃហាងក៏បានសម្រាប់ខ្លួនហក់កិច្ចយកឲ្យឡងឈឹងយឿនក៏នៅតែបន្តដេញតាមល្បឿនរបស់អ្នកទាំងពីរក៏ពិតជាលឿនតែចុងក្រោយក៏នៅតែត្រូវបានឈឹងយឿនវាយខ្ទៀតស្ទើរតែធ្លាក់ពីលើភ្នំមិនទាន់នឹងធ្វើអ្វីបានផងឈឹងយឿនក៏បានមកកាប់ម្ដងទៀតទប់ទល់រួចក៏បានវាយឲ្យនាងប៉ើងទៅខាងលើវិញម្ដងថៃហាងក៏បានឡើងមកតាមអ្នកទាំងពីរក៏បានសម្លឹងមើលមុខគ្នាដោយកំណាចតែយើងមិនទាន់ដឹងថាអ្នកទាំងពីរនឹងប៉ះទង្គិចគ្នាម្ដងទៀតដែរឬក៏អត់ផងនោះស្ទើររឿងក៏បានមកដល់ទីបញ្ចប់